ខ្ញុំបានមករៀនវគ្គសិក្ខាសាលានៅថ្ងៃនេះភាពដឹកនាំត្រជាក់ដើម្បីដឹកខ្ញុំទទួលបានទី1គឺគោលដៅច្បាស់លាស់មានន័យថាពីមុនគឺខ្ញុំអត់ដែលមានគោលដៅច្បាស់លាស់ខ្ញុំថាឥឡូវខ្ញុំអាសិតគោលដៅខ្ញុំថាឥឡូវក្នុងមួយខែខ្ញុំចង់បាន 20000 តែពី 20000 នេះ 20000 វាកំណត់តែអញ្ចឹងដាក់តែ 20000 ចោលចង្កាដល់ក៏បានមិនដល់ក៏បានបើថាវាទៅតាមសមាជីវោដល់ពេលខ្ញុំមកជួបលោកគ្រូកំណត់មកតាំងពី1ឆ្នាំចូលតាំងពីបាន10ឆ្នាំមក1ឆ្នាំមក1ថ្ងៃមកជាថ្ងៃថាជាអាទិត្យជាម៉ោងទៀតវាកំណត់មកថាចុំចុះបើសិនយើងធ្វើអញ្ចឹងវាយើងមិនជោគជ័យលក្ខណៈថាមានគោលដៅដែរដាក់មួយខែ 20000 ប៉ុន្តែវាដាក់ចោលអញ្ចឹងវាអត់កំណត់ថាឥឡូវយើង 20000 ហ្នឹងឥឡូវមួយខែ 20000 មួយអាទិត្យយើងរកប្រហែលមួយថ្ងៃរកប្រហែលហើយយើងត្រូវការ support បុគ្គលិកប្រហែលនេះដើម្បីរកចំណូលឲ្យបានចូលអាគោលដៅ 20000 ហ្នឹងអត់ដឹងទេកូនច័ន្ទហើយរើសយករើសដាក់មានរងថ្ងៃស្ពាសជាប់ចូលថាគោលដៅ 20000 ដល់ 20000 ដែរហើយតែអា5នាក់ក៏ 20000 ឡា10នាក់ក៏ដល់ 20000 ឥឡូវតែម្ដងថ្ងៃនេះខ្ញុំច្បាស់ហើយទៅវិញខ្ញុំមិនសិតឥឡូវកូនចៅខ្ញុំមុនអាកាញ់ដាក់ 20000 កូនចៅនៅ5នាក់ឥឡូវឡើង20នាក់អញ្ចឹងចុះបើ5នាក់ 20000 ហើយចុះ20នាក់ដែរ6-70000មកមិនអញ្ចឹងច្បាស់នេះអ្វីខ្ញុំចាំគឺពិសេសឡើយនេះបងនេះវាដែលខ្ញុំទទួលបាននេះគឺហ្នឹងហើយខ្ញុំអាពេលដាក់កូនដៅដែរប្រាប់កូនចៅអាកូនដៅដែលយើងមានដាក់តែមេគុតហើយកូនចៅនេះធម្មតាអត់ដឹងអីសោះដល់ពេលយើងគាត់ដឹកពីកូនដៅមេមានអារម្មណ៍ថាអូខេហើយមួយទៀតរបស់ខ្ញុំទទួលបានទ្រាំទាញបុគ្គលិកទាំងអស់ឲ្យដូចគ្នាហើយយើងមានអារម្មណ៍ថាទាញបុគ្គលិកឲ្យដូចខ្ញុំសុទ្ធហ្មងទាញបុគ្គលិកឲ្យដូចយើងហើយទាញបុគ្គលិកទាំងអស់ដូចបុគ្គលិកចេះដល់តែគាត់ទៅមកថ្មីហ្នឹងហើយមិនទាញគាត់ឲ្យដូចគ្នាទាំងអស់អញ្ចឹងខ្ញុំភ្លឺឲ្យគ្រូនិយាយកន្លែងហ្នឹងគឺខ្ញុំចាប់បានអូខេអញ្ចឹងទៅវិញគឺខ្ញុំបានអវត្តថាឥឡូវខ្ញុំចាប់ចំណែកបុគ្គលិកតែឥឡូវនៅនេះត្រូវធ្វើអញ្ចេះដើម្បីឲ្យគោលដៅយើងដល់កំពូលហើយមួយទៀតតាក់ទងជាមួយនឹងការតាមដានអវត្តវាតាមដានបែបប្រយោលអត់ច្បាស់ទេអត់ជាក់លាក់ទេបើថាមកជួបក៏ធ្វើទៅមិនធ្វើក៏អត់ទៅបានក៏បានទៅអត់វាអត់ច្បាស់លាស់តែតាមដាន